ចឹងថ្ងៃនេះយើងជាបន្តទៀតចូលមកដល់ជាមួយប្រធានបទប្រចាំខែកុម្ភៈដែលយើងនឹងថ្លែងអំពីរាសីប្រចាំខែកុម្ភៈឆ្នាំ2026ដែលត្រូវនឹងខែខាដែលខែខាជាខែមួយដែលដើមរាសីរដូវឈើដែលចាប់ផ្ដើមនៅថ្ងៃទី4កុម្ភៈហើយបញ្ចប់មកវិញនៅថ្ងៃទី4ខែមីនាដូច្នោះហើយអ្វីដែលជាប្រការសំខាន់នៅក្នុងខែនេះវាជាខែមួយដែលចាប់ផ្ដើមឆ្នាំថ្មីចាប់ផ្ដើមឆ្នាំថ្មីនេះជាពេលលានៅក្នុងការចូលមកដល់ឆ្នាំថ្មីក៏ដូចជាចូលមកដល់ខែថ្មីជាខែដើមឆ្នាំវានាំមកនៅការកែតម្រូវជាបដាបើទោះបីជាមានរឿងមួយចំនួនវាអត់មានការពេញចិត្តក៏ដោយក៏ប៉ុន្តែមានផ្កាយមួយចំនួនដែលបង្ហាញអំពីការផ្លាស់ប្ដូរមានន័យថាការធ្វើដំណើរច្រើនរបស់ប្រជាជនក្នុងពិភពលោកការសិក្សារៀនសូត្រជំនាញថ្មីចេះរឿងថ្មីអញ្ចឹងទៅអញ្ចឹងប៉ុន្តែផ្កាយទាំងនេះក៏លើកទឹកចិត្តឲ្យបុគ្គលម្នាក់ហ្នឹងបង្វែរភាពមួម៉ៅឲ្យទៅជាផលិតភាពមានន័យថាផ្ដោតលើការកែលម្អខ្លួនឯងជាជាងប្រឈមមុខឆ្លោះគ្នាអញ្ចឹងទៅសន្ទុះសេដ្ឋកិច្ចអាចមានភាពរហ័សក៏ប៉ុន្តែអាចនឹងជួបហានិភ័យខ្ពស់ដែលទាមទារឲ្យមានភាពហ្មត់ចត់នៅក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មតែទោះជាយ៉ាងណាក៏ដោយឱកាសលាក់កំបាំងអាចថានឹងរងចាំយើងនៅក្នុងការធ្វើសកម្មភាពដោយភាពអត់ធ្មត់ចក្ខុវិស័យវែងឆ្ងាយជាពិសេសតាមរយៈការសហការគ្នារៀបចំផែនការបានច្បាស់លាស់ហើយខែនេះគឺមានផ្កាយអពមង្គលច្រើនមែនទែននៅក្នុងដើមឆ្នាំបង្ហាញអំពីធម៌ពលដ៏កាចសាហាវនឹងមិនស្ងប់អីចឹងទៅបើទោះបីជាមានចលនាទ្រង់ទ្រាយធំភាពចលាចលតាំងពីខែមករាមកហើយក៏មានស្ថិរភាពខ្លះដែរក៏មានការមិនពេញចិត្តនៅក្នុងសង្គមចំនួនអាចថាសេះសល់អាចទៅនឹងបន្តកើតឡើងជាសកលនៅក្នុងខែនេះពមមានអំពីការគ្រោះថ្នាក់ពាក់ព័ន្ធជាមួយនឹងដីដូចជាការបាក់ដីរណ្ដៅដីឬក៏រំជួយដីអញ្ចឹងទៅឬក៏ការផ្លាស់ប្ដូរទៅជាអាកាសធាតុក្តៅអាចពន្លឿនឲ្យរលាយទឹកកកនៅតំបន់ពោជាសញ្ញានៃអតលយភាពនៅក្នុងធម្មជាតិមួយទៀតផ្នែកហិរញ្ញវត្ថុអាចលំហូរសាច់ប្រាក់អាចមានភាពតានតឹងដោយសារតែការទូទាត់យឺតយ៉ាវបំណុលអាចមានការរាំងស្ទះប្រាក់បំណុលអាចកើតឡើងរាំងសាច់ប្រាក់បានងាយស្រួលប៉ុន្តែទោះជាយ៉ាងណាក៏ដោយឱកាសហិរញ្ញវត្ថុអាចจะមានការលាក់កំបាំងវាទាមទារមានការតស៊ូការស្នៃប្រឌិតនៅក្នុងការសាញ់រកវាវិធីសាស្ត្រដែលល្អក្នុងខែនេះគ្រប់គ្រងចំណាយរបស់យើងដោយឆ្លាតវៃសហការជាមួយដៃគូដែលគួរទុកចិត្តបានរក្សាភាពអត់ធ្មត់ហើយមួយទៀតចំណាយពេលយូរមុននឹងសម្រេចចិត្តស្អីមួយនៅក្នុងខែនេះអ្នកដែលត្រូវប្រុងប្រយ័ត្នជាងគេអ្នកដែលមានវគ្គឬក៏មានម្សាញ់នៅក្នុងតារាងប៉ាជឺហើយមួយទៀតជំរុញឲ្យមានភាពអត់ធ្មត់យុទ្ធសាស្ត្រចិត្តជាហើយអ្នកដែលមានឆ្នាំកុលឆ្នាំចឆ្នាំអំបិក្នុងតារាងប៉ាជឺអាចថានឹងទទួលបានរឿងល្អច្រើនពាក់ព័ន្ធជាមួយនឹងតំណែងកណ្ដងនៅក្នុងសង្គមអីចឹងទៅចឹងឯងនៅក្នុងខែនេះសម្រាប់អ្នកដែលកើតនៅក្នុងរាសីឈើយ៉ាងឬក៏ឈើយីនក៏ដោយអ្នកដែលកើតតាមថ្ងៃហ្នឹងទាមទារឲ្យសម្រេចចិត្តអីមួយពឹងផ្អែកលើភាពជាក់ស្ដែងក្នុងខែនេះល្អពាក់ព័ន្ធជាមួយការរៀនសូត្រថ្មីអានសៀវភៅយកចិត្តទុកដាក់រៀនអីថ្មីអំពីក្នុងជីវិតរបស់យើងកែលម្អនៅយុទ្ធសាស្ត្រជីវិតថ្មីជជក់ចំណេះដឹងថ្មីជាវិញ្ញាណការបញ្ញាបញ្ញានៅក្នុងការបដិទុនធ្វើអីមួយដោយសារតែមានហៅផ្កាយមួយហៅទៅទីសាហ្នឹងពាក់ព័ន្ធជាមួយនឹងមូលដ្ឋានគ្រឹះមិនរឹងមាំធ្វើអីមួយដែលមូលដ្ឋានគ្រឹះមិនរឹងមាំបើអត់បានយល់ទេផ្ទុយទៅវិញរៀបចំជាជាងការបញ្ញាប់យើងកសាងគ្រឹះសម្រាប់ខ្លួនឯងឲ្យបានល្អសម្រាប់អ្នកដែលកើតចាំថ្ងៃធាតុភ្លើងយ៉ាងក៏ដោយភ្លើងយីនក៏ដោយក្នុងខែនេះអាចមានការជំរុញឲ្យមានសកម្មភាពប៉ុន្តែក៏មានកំបញ្ញាបញ្ញាឬក៏មានភាពអាចតែយើងក្នុងខែនេះអាចតែមានភាពបញ្ញាបញ្ញាឬក៏ភាពឆាវឆាវច្រើនក៏ប៉ុន្តែផ្ទុយទៅវិញយើងគួរតែមានអារម្មណ៍អត់ធ្មត់ឲ្យបានច្រើនវិន័យខ្លួនឯងបញ្ហាវិរញ្ញវត្ថុអាចក៏មានអីខ្លះៗដែរក៏ប៉ុន្តែត្រូវចេះមានប្រុងប្រយ័ត្នផ្ដោតអត្ថប្រយោជន៍ធ្វើការងារជាក្រុមប្រទៀបខ្លួនចេះដាក់ខ្លួននេះបានល្អអញ្ចឹងទៅចឹងឯងហើយមួយទៀតអ្នកដែលកើតចំថ្ងៃដីយ៉ាងឬក៏ដីយីននៅក្នុងខែនេះអាចថាគួរមានភាពអត់ធ្មត់ឲ្យបានច្រើនមានរឿងមួយចំនួនដែលយើងត្រូវជួបព្យាយាមជៀសវាងការប្រឈមមុខដាក់គ្នាដែលមិនចាំបាច់ដើម្បីការពាររក្សាផ្លូវចិត្តរបស់យើងគួរតែសញ្ជិតសញ្ចិនរៀនសូត្រឲ្យបានល្អមានន័យថា
គូរៀនសូត្របានល្អរៀនសូត្រអីថ្មីដឹងរឿងអីថ្មីបានល្អចឹងហើយចឹងសម្រាប់អ្នកដែលកើតចំថ្ងៃមាសយ៉ាងក៏ដោយមាសយីនក៏ដោយនៅក្នុងខែនេះបកអាចមានចំនួនឬក៏ការឆ្លោះគ្នាជាមួយគូបច្ច័យនៃកម្បាំងមុខអញ្ចឹងទៅហើយមួយទៀតរក្សាភាពជាអាជីពជាវៀងការចែកអំឡែកផែនការសំខាន់មុនពេលកំណត់ហើយមួយទៀតអាចទៅក្នុងខែនេះមានការធ្វើដំណើរឬក៏ផ្លាស់ទីអ៊ីនធឺណិតទៅច្រើនអីចឹងទៅចឹងឯងហើយអ្នកដែលកើតចំថ្ងៃទឹកយ៉ាងក៏ដោយឬក៏ទឹកយីនក៏ដោយនៅក្នុងខែនេះអាចអារម្មណ៍មានការប្រែប្រួលច្រើនមានអារម្មណ៍ចង់ស្នេហាតណ្ហាអីចឹងទៅជាវៀងការសម្រេចចិត្តស្នេហាដោយបញ្ញាសូម្បីតែការចាយលុយការប្រើប្រាស់លុយក៏ដោយតែមានការប្រុងប្រយ័ត្នកុំធ្វើអីតាមអារម្មណ៍ប្រើប្រាស់កំណត់ផ្នែកប្រឌិតរបស់យើងទំនាក់ទំនងឲ្យបានល្អមួយទៀតរៀនសូត្រឲ្យបានច្រើនសិក្សារៀនសូត្រអានអីថ្មីអានសៀវភៅថ្មីរៀនយល់ដឹងអីថ្មីល្អអូខេអញ្ចឹងបន្តទៀតចូលមកដល់តារាសាស្ត្រនៅក្នុងដើមឆ្នាំនេះយើងមានតារាសាស្ត្រលេខ1ចចំកតាលអានេះប្រចាំខែប្រចាំខែអូខេដូច្នោះហើយនៅក្នុងខែនេះទិសដែលមង្គលគឺទិសជើងជាងលិចទិសនេះឯងទិសនេះល្អអ្នកដែលមានទ្វារផ្ទះឬក៏បន្ទប់គេនៅទិសជើងជាងលិចអាចថាមានគំនិតការច្នៃប្រឌិតថ្មីបបផុសគំនិតតាមរយៈជាមួយជួបជាមួយបុគ្គលថ្មីអញ្ចឹងទៅតាមរយៈការជួបគ្នាទៅវិញទៅមកហើយមួយទៀតបើសិនណាបើយើងរស់ស៊ីបែបអចលនៈទ្រព្យក៏ល្អពាក់ព័ន្ធជាមួយនឹងអចលនៈទ្រព្យអ្នកដែលមានទ្វារផ្ទះឬក៏បន្ទប់គេអ្នកបែរទៅទិសជើងជាងលិចឬក៏បន្ទប់គេនៅក្នុងជើងជាងលិចឬក៏ទ្វារផ្ទះនៅក្នុងជើងជាងលិចល្អពាក់ព័ន្ធមួយរឿងហិរញ្ញវត្ថុពាក់ព័ន្ធជាមួយនឹងអចលនៈទ្រព្យអញ្ចឹងទៅល្អជាងឯងជាឱកាសមួយក្នុងខែនេះក្នុងការធ្វើសកម្មភាពទិសខាងជើងនៅក្នុងខែនេះអាចថាមានផលចំណេញពាក់ព័ន្ធvớiផ្នែកហិរញ្ញវត្ថុគូជាទីកប់ចិត្តប៉ុន្តែត្រូវប្រុងប្រយ័ត្នជាមួយមតិយោបល់របស់អ្នកដទៃអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់យើងជឿជាក់លើខ្លួនឯងដើរលើផ្លូវខ្លួនឯងអីចឹងទៅហើយទិសខាងជើងអ្នកដែលមានទ្វារផ្ទះឬក៏បន្ទប់គេនៅទិសខាងជើងខែនេះជាខែដែលយើងចេញប្រយោជន៍អូខេជាខែមួយដែលឱកាសរបស់យើងជាឱកាសមាសរបស់យើងនៅក្នុងការកសាងគ្រឹះជាយូរអង្វែងទីមុខទៀតមួយទៀតទិសខាងកើតអ្នកដែលមានទ្វារផ្ទះឬក៏បន្ទប់គេនៅទិសខាងកើតល្អពាក់ព័ន្ធជាមួយនឹងការហិរញ្ញវត្ថុនៅរងចាំយើងនៅខាងមុខអាស្រ័យលើយើងចេះចាប់ឱកាសអត់មានឱកាសច្រើននៅក្នុងការទទួលបានរឿងថ្មីនៅក្នុងជីវិតរបស់យើងទេពកោសល្យរបស់យើងអាចទទួលបានការកោតសរសើរគេឃើញពីសមត្ថភាពជំនាញរបស់យើងអញ្ចឹងទៅមានការលេចធ្លោនៅកន្លែងធ្វើការងារនៅក្នុងអាជីពមុខរបររបស់យើងអាចទទួលបានការឡើងបនស័កតំណន្តរស័កឡើងប្រាក់កាក់អីចឹងទៅឡើងប្រាក់ខែឡើងអីចឹងទៅជាហោះហើយមួយទៀតអ្នកដែលមានទ្វារផ្ទះឬក៏បន្ទប់គេនៅទិសត្បូងឈៀងលិចត្រូវប្រុងប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការយល់ច្រឡំគ្នាពាក់ព័ន្ធមួយប្តីប្រពន្ធអីចឹងណាបើសិនមានទ្វារផ្ទះឬក៏បន្ទប់គេនៅទិសជើងឈៀងត្បូងឈៀងលិចត្រូវពាក់ព័ន្ធជាមួយនឹងការដោះស្រាយអីមួយត្រូវនិយាយគ្នាបានច្បាស់លាស់អីចឹងណាចឹងឯងចឹងទិសនេះក៏ត្រូវប្រុងប្រយ័ត្នពាក់ព័ន្ធមួយរឿងស្នេហាមួយទៀតទិសខាងលិចនេះទិសខាងលិចល្អពាក់ព័ន្ធជាមួយចៅកូនរៀនឆ្លាតកូនអីនៅអង្គុយក្នុងទិសខាងលិចពាក់ព័ន្ធជួយការសិក្សាការស្រាវជ្រាវការគិតគណិតផ្នែកប្រឌិតថ្មីរបស់យើងអាចថានឹងកើនឡើងចឹងឯងហើយមួយទៀតទិសដែលត្រូវប្រុងប្រយ័ត្នគឺទិសខាងត្បូងអ្នកដែលមានទ្វារផ្ទះឬក៏បន្ទប់គេទិសត្បូងក្នុងខែនេះមិនមែនជាឱកាសរបស់យើងទេត្រូវមានប្រុងប្រយ័ត្នច្រើនត្រូវប្រុងប្រយ័ត្នពាក់ព័ន្ធមួយហិរញ្ញវត្ថុអីចឹងទៅសូម្បីតែការគ្រប់គ្រងបុគ្គលិកឬក៏អីប្រយ័ត្នអ្នកដែលក្រោមប្រកបរបស់យើងធ្វើរឿងអីទៅប្រេះទៅប្រាស់អីចឹងទៅចឹងឯងមួយទៀតទិសត្បូងឈៀងលិចនេះយើងត្រូវប្រុងប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការចំនួនការឆ្លោះប្រកែកគ្នាអញ្ចឹងទៅពាក់ព័ន្ធជាមួយនឹងការយល់ច្រឡំគ្នាអីចឹងណាត្រូវត្រៀមខ្លួនត្រៀមលក្ខណៈទុកជាមុនឲ្យបានស្រាចហើយមួយទៀតអ្នកដែលមានទ្វារផ្ទះឬក៏បន្ទប់គេនៅទិសខាងជើងក្នុងទិសនេះអាចមានការបោកប្រាស់ប្រុងប្រយ័ត្នការបោកប្រាស់ដេនីជាថាហេតុសម្បីតែខ្ចីលុយខ្ចីកាក់អីចឹងទៅក៏អាចទៅសបោគេខ្ចីអ្នកដែលមានទ្វារផ្ទះឬក៏បន្ទប់គេទិសខាងជើងប្រយ័ត្នពាក់ព័ន្ធជាមួយនឹងសូម្បីតែការវិនិច្ឆ័យសូម្បីតែចង់វិនិយោគទុនអីមួយធ្វើកិច្ចការអីមួយត្រូវពិនិត្យឲ្យបានច្បាស់លាស់កុំចេះតែធ្វើអីតាមអំពើចិត្តរបស់យើងអញ្ចឹងណាចឹងឯងមួយទៀតទិសជើងឈៀងកើត
ទិសជើងជាការនេះត្រឹមប្រយ័ត្នពាក់ព័ន្ធវិសុខភាពបានមែនតើអាចមានភាពតានតឹងអីចឹងទៅនៅក្នុងសង្គមគ្រួសាររបស់យើងអញ្ចឹងតែចឹងឯងជូនពរដល់អ្នកនាងសំណាងល្អនៅក្នុងខែថ្មី